បានសួស្តីបងប្អូនទាំងអស់គ្នាដែលជាសិស្សនិស្សិតទាំងអស់ថ្ងៃនេះគឺខ្ញុំមានសម័យកាល logarit មួយដើម្បីលើកយកមកបង្ហាញដល់អ្នកទាំងអស់គ្នាអញ្ចឹងសូមអានប្រធានទាំងអស់គ្នាគេឲ្យដោះស្រាយសម័យកាល logarit គោល3នៃ 3x បូក1ដកនឹង logarit គោល3នៃ 2x ដក1ស្មើនឹង3អញ្ចឹងអាទី1 3x បូក1ណាហើយលោកអានខុសអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីដោះស្រាយសម័យកាល logarit បានយើងត្រូវតែមានដែនកំណត់ណាពីព្រោះអានុគម logarit ខ្ញុំនិយាយជារួមគឺមិនមែនតែអានុគម logarit ទេអ្នកទាំងអស់គ្នាគ្រប់សម័យកាលណាក៏ដោយវាត្រូវមានដែនកំណត់របស់វាណាអញ្ចឹងដោយសារអានុគមពួក exponential ហ្នឹងវាដោយសារដែនកំណត់មួយx ជារបស់ a ហើយអញ្ចឹងបានជាគេដោះម្ដងគេមិនដែលរកទេដោយសារអីវាមានន័យគ្រប់តម្លៃ x ប៉ុន្តែពួកអស់នេះគឺមិនមែនដូចគេអញ្ចឹងទេណាអញ្ចឹងនេះយើងឧទាហរណ៍ថាប៉ុណ្ណឹងចុះនេះអញ្ចឹងគោលរបស់វាទី1អីគេគោលវាមិនដែលស្មើ1ទេណាហើយបន្តមកទៀតគោលវាគឺមិនដែលគេតូចជាង0ទេអញ្ចឹងគឺវាមិនដែលតូចជាង0ទេគឺអ្នកនរគ្នាបើកសភៅមើលទៅគឺអត់មាន logarit គោលដក1អីទេណាអត់មានទេណាបើថា logarit គោលណា1ភាគ2អីមានណាអញ្ចឹងមានអញ្ចឹងយើងមកសិក្សានេះម្ដងណាន័យរបស់វាអញ្ចឹងន័យរបស់វានេះគឺមានតែ1ទេគ្មាន2គឺធំជាង0ជានិច្ចណាអញ្ចឹងហេតុផលប៉ុណ្ណឹងទៅអ្នកនរគ្នាអាចរកដែនកំណត់បានអញ្ចឹងអ្នកនរគ្នាមុននឹងរកដែនកំណត់យើងទៅសេប្រាប់គេអញ្ចឹងណារាយរាប់ប្រាប់គេទៅយើងពិនិត្យមើលតើវាមានន័យនៅពេលណាទី1គោលរបស់វាហ្នឹងគឺវាគ្រប់លក្ខខណ្ឌបាត់ហើយគោល3មែនទេគឺវាខុសពី1ធំជាង0អត់ធំហើយណាអញ្ចឹងទី2ន័យរបស់វាអញ្ចឹងន័យរបស់វាហ្នឹងគឺវាជាប់អាញាត់ x អញ្ចឹងយើងមើលអត់ឃើញទេណាអញ្ចឹងយើងទៅសេប្រាប់គេមកអញ្ចឹងសម័យកាលអញ្ចឹងទៅណាអញ្ចឹងសម័យកាលមានន័យកាលណាសម័យកាលមានន័យកាលណាអញ្ចឹងវាមាន2មេឃណាអ្នកនរគ្នាអញ្ចឹងគឺមេឃទី1គឺ 3x បូក1ធំជាង0អញ្ចឹងមេឃទី2គឺអីគេ 2x ដក1ធំជាង0ណាអញ្ចឹងយើងសាប់មកមូលទៅរួមតម្លៃ x អញ្ចឹងកាលណាយើងរួមតម្លៃ x អានេះប្រៀបបានដូចជាវិសម័យកាលទី8អីចឹងណាអានេះយើងរុញមកអង្គទី2គឺដក1ណាអញ្ចឹងយើងទាញរក x ទៅអញ្ចឹង x ធំជាងដក1អីគេលើ3ណាអានេះក៏ដូចគ្នាដែរយើងរួមតម្លៃ x តែម្ដងអញ្ចឹង x ធំជាងដក1លើមកអង្គទី2បូក1ណាអញ្ចឹងរុញលេខ2មកវាទៅជា1ភាគ2អញ្ចឹងគឺប៉ុណ្ណឹងអញ្ចឹងបើយើងសិក្សាគូអណាក្រៃឡូអ្នកនរគ្នាអត់ច្បាស់ឧទាហរណ៍ថានេះ1ភាគ2អានេះដក1លើ3ណាសរសេរព្រៀងអញ្ចឹងទៅអញ្ចឹងនេះអាក្នុងរង្វាស់ប៉ុណ្ណេះគឺយើងយកណាយើងយកប៉ុន្តែអាក្នុងនេះគឺចោលមិនអញ្ចឹងអីអញ្ចឹងចោលសម្រាប់ទី9កន្លែងណាដែលចោលគឺគូឆោតណាប៉ុន្តែដែលយើងថ្នាក់ធំគឺបែបនេះវិញណាអញ្ចឹងគឺខ្ញុំគូច្រឡំដែរណាយើងថ្នាក់ធំឧទាហរណ៍ថានេះ1ភាគ2អានេះដក1លើ3អញ្ចឹងបើសិនជាថ្នាក់ធំណាគេយកខាងឆោតវិញអញ្ចឹងវាមានមូលហេតុរបស់គេណាគេយកខាងឆោតមកពីបណ្ដាលអីគេអាអត់ឆោតនេះគឺមិនមែនជាចម្លើយវិញដោយសារអញ្ចឹងវាមានសម័យកាលវាមានដល់ទៅ2ដល់ទៅ3អញ្ចឹងវាត្រូវការកន្លែងប្រសពណាអញ្ចឹងត្រូវការកន្លែងប្រសពហ្នឹងទៅបានគេយកអាប្រភេទឆោតហ្នឹងជាចម្លើយវិញកាលណាតែវាគូប្រសពគ្នាកន្លែងហ្នឹងចម្លើយហើយបើអ្នកទាំងអស់គ្នាធ្លាប់ដោះស្រាយប្រព័ន្ធសម័យកាលច្រើនហ្នឹងដឹងហើយណាអញ្ចឹងខ្ញុំសូមរំលឹកតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាចង់យកអាតម្រងទី9មើលក៏បានអាតម្រងពីទី10មើលក៏បានដែរមួយណាក៏បានអញ្ចឹងយើងអាចទាញយកតម្លៃរួមបាន x គឺយកចាប់ពី1ភាគ2ទៅណាដោយសារដក1លើ3ហ្នឹងវាទូជាង1ភាគ2មិនអញ្ចឹងយើងចោលបានអញ្ចឹងយើងសរុបសេចក្តីរួមរបស់វាអញ្ចឹងចំពោះគ្រប់ x អញ្ចឹងទៅណាអញ្ចឹងចំពោះគ្រប់ x ធំជាង1ភាគ2អញ្ចឹងអ្នកនរគ្នារករឹសធ្វើមកតែឃើញធំជាង1ភាគ2យកទាំងអស់ណាអញ្ចឹងយើងយកប្រធានរបស់យើងមកអញ្ចឹងគឺយើងបានអីបាន logarit គោល3នៃ 3x បូក1ហើយដកជាមួយ logarit គោល3នៃ 2x ដក1អញ្ចឹងស្មើ3ណាអញ្ចឹងបន្តមកទៀតយើងទៅសេរូបមន្តនៅនេះណាអញ្ចឹងបើសិនជាខ្ញុំមានរូបមន្ត logarit គោល a នៃ x ហើយដក logarit គោល a នៃ y អញ្ចឹងគឺយើងបាន logarit គោល a មួយណាដកអានឹងនៅលើគេណា x ចាយឲ្យ y អញ្ចឹងអា 2x ដក1នេះដូច y អញ្ចឹងណាអញ្ចឹងយើងផ្ដុំវាមកអញ្ចឹងវាទៅជាអីគេ logarit គោល3អញ្ចឹងនៃ 3x បូក1ចែកឲ្យ 2x ដក1ណាអញ្ចឹងស្មើអញ្ចឹងយើងមានរូបមន្តមួយទៀត logarit គោល a នៃ a សេគុណ alpha ស្មើ alpha ណាអញ្ចឹងឥឡូវយើងមាន alpha ហើយយើងធ្វើមិនដើម្បីមាន logarit ណាយើងដាក់ logarit គោល3មកអញ្ចឹងនៃ3សេគុណ3ណាអញ្ចឹងបន្តមកទៀតកាលណាយើងមាន logarit
គោល a នៃ x ស្មើ logarit គោល a នៃ y អញ្ចឹងយើងលុប logarit ចោលណាបានន័យស្មើន័យអញ្ចឹងគឺយើងបានអីគេ3បូក1ចែកឲ្យ2 x ដក1ស្មើអញ្ចឹងមានន័យថាលុបតែប៉ុណ្ណេះណាអ្នកនរគ្នាលុបតែប៉ុណ្្នឹងឯណាអញ្ចឹងវាស្មើ3គីបណាអញ្ចឹង3ការ៉េ9 3គីប27អញ្ចឹងដាក់27មកអញ្ចឹងបន្តមកទៀតអ្នកនរគ្នាអាចចម្រាស់ឬក៏បោះអានេះតអង្គទី2ទៅផលធៀបទៅជាផលគុណណាអញ្ចឹងវាបានអីគេបាន 3x បូក1ស្មើ27ក៏តាឲ្យ 2x ដក1ណាអញ្ចឹងបន្តមកទៀតអ្នកនរគ្នាយើងអាចគុណប្របែកវាទៅបាន 3x បូក1ស្មើអញ្ចឹងបាន27ណាគុណ2បាន14កន្ទុក1 54ណាអញ្ចឹងសំទោស54ដក27អញ្ចឹងអានេះលុបចោលអញ្ចឹងបន្តមកទៀតអ្នកនរគ្នាតួណាមាន x លើកមកជាមួយគេមាន x មកណាអញ្ចឹងបាន 3x ដក 54x ស្មើដក27ហើយដក1អញ្ចឹង54ដកជាមួយនឹង3ណាយើងយកតម្លៃតាមលេខធំបើយើងអានឲ្យត្រូវដាក់3ដក54ណាអញ្ចឹងសល់ 51x សញ្ញាលេខធំអញ្ចឹងអានេះសល់20សរុបចូលគ្នាទៅវាដកដូចគ្នា28ណាអញ្ចឹងបន្តមកទៀតយើងអាចទៅសេបានចាប់ទាញ x មកវាទៅជាអីយើងចែកអង្សខាងនឹងដកអញ្ចឹងវាបាន28លើ51អញ្ចឹងអ្នកនរគ្នាមកដល់ត្រង់ចំណុចនេះតើយើងធ្វើមិនបានដឹងថាវាអាចយកបានអ្នកនរគ្នាដោយសារតែតម្លៃ x របស់យើងគឺគេឲ្យមកបានត្រឹមតែធំជាង 1/2 តែប៉ុណ្ណោះ 1/2 ហ្នឹងគឺប្រហែលអ្នកនរគ្នា 0.5 ណាអញ្ចឹងតើយើងធ្វើមិនបានដឹងថា28លើ51នេះធំជាង1ហ្នឹងឬទូជាង1ហ្នឹងបើទូយកអត់បានទេណាបើមិនយើងច្រឡំយកគឺសយហើយឧទាហរណ៍ថាលំហាត់ហ្នឹងជាលំហាត់ប្រឡងគ្រូអីទៅហ្នឹងចប់បន្ទុកនឹងអស់បន្ទុកអាស្រ័យលើកន្លែងហ្នឹងហើយណាអញ្ចឹងឥឡូវអ្នកនរគ្នាអត់មានអីបានទេសំខាន់ជាងរកកន្លែងសម្រួលវាសិនកាលណាយើងសម្រួលអស់លទ្ធភាពអត់មានលេខអីសម្រួលបានយើងចែកយកតែម្ដងទៅតាមពិតលេខនេះខ្ញុំរកមើលដូចជាអត់មានលេខរួមវាណាបើយើងចែក3ឥឡូវចែក3វាអត់ទៅរួចណាអញ្ចឹងយើងសោះវិធីមួយទៀតចែកតែម្ដងណា28ចែកឲ្យ51ណាវាធម្មតា28ចែក51អត់អាចទៅរួចទេណាថែម0កាត់វាអញ្ចឹងយើងមើលក្បាលមុខនេះ2ជាមួយលេខ5នេះក្បាលនេះអញ្ចឹង2ចែក5បានអត់បានទេណាឡើងដល់លេខ8អញ្ចឹង5ម៉ានដងបាន28ណាអញ្ចឹង5 6ដងវា30ណាលើសបាទអញ្ចឹង5 5ដងវា25ណាអូខេអញ្ចឹងយកអញ្ចឹងដាក់5ដងទៅណាអញ្ចឹង5ដងទៅអញ្ចឹងយើងដាក់មក5ម្ដង5ណាអញ្ចឹងអានេះ5ដងគឺ25អញ្ចឹងធ្វើផលដកអញ្ចឹងផលដកយើងខ្ចីណាអានេះសល់7មិនអញ្ចឹងហីហើយបន្តមកទៀតអានេះបាន10ដក5សល់5មិនអញ្ចឹងហីបាន10អញ្ចឹងនេះ7ដក5សល់2អញ្ចឹងដូចជាអានេះ0ហើយបាច់គិតទេ2ដក2ហ្នឹងអញ្ចឹងគឺយើងសល់25អញ្ចឹងកាលណាសល់25យើងអាចថែមទៀតបានថែម0ប៉ុន្តែថែមលើកនេះគឺយើងមិនអាចកាត់វាទៀតទេព្រោះថាលេខមានតែមួយក្បៀសតែម្ដងទេណាយើងមើលតែក្បាលអានេះទៅវា25មិនអញ្ចឹងហីអញ្ចឹងបើសិនជា25អ្នកនរគ្នាបើសិនជាដាក់5យើងឧទាហរណ៍បើដាក់5ដង5មិនអញ្ចឹងហីអញ្ចឹងអា0នេះវាមកខ្ចី5នេះអានេះវាកើតទៅជា24មិនអញ្ចឹងដល់អានេះ5ដង25វាគ្រប់របស់គេអញ្ចឹងវាទៅជា24ដល់25វាលើសទៅវិញអញ្ចឹងកាលណាយើងលើសយើងអាចគុណដល់5បានទេណាទាំងអស់គ្នាត្រូវចាំណាអញ្ចឹងកាលណាវាលើសហើយយើងគុណបានត្រឹមតែ4តែប៉ុណ្ណោះណាអញ្ចឹងយើងគុណមក4ម្ដង4អញ្ចឹង4 5ដងគឺ20ណាអញ្ចឹងយើងចាប់ដកមកអញ្ចឹងអានេះខ្ចីអញ្ចឹងបានអី10 14សល់6អញ្ចឹងខ្ចីគេអស់1ណាសល់4ដក0គឺសល់4ណា46អញ្ចឹងអានេះ0បាច់និយាយទេអញ្ចឹងគឺយើងបានលទ្ធផល 0.5 មិនអញ្ចឹងហីអញ្ចឹង 0.5 4អញ្ចឹងវាមានលេខបន្តទៀតណានេះយើងថែមកតុយវាមានទៀតអញ្ចឹងមានន័យថាវាប្រកាសជាធំជាង 0.5 ហើយណាព្រោះអានេះ 0.5 ហ្នឹងគឺមានន័យថា 0.50 ណាលេខគុតអញ្ចឹងអាហ្នឹងគឺយើងអាចយកបានអញ្ចឹងអ្នកនរគ្នាអាចយកតាមប៉ុណ្ណឹងទៅយើងគ្រាន់តែចែកហ្នឹងដើម្បីដឹងទេដឹងថាវាអាចធំជាងអត់បើវាមិនធំទេកុំយកណាយកនំខូចអញ្ចឹងអ្នកនរគ្នាដល់ចំណុចនេះអ្នកនរគ្នាដាក់ដូចនេះគេមួយមកអញ្ចឹងដូចនេះx របស់យើងសម័យកាលរបស់យើងមានឬគឺ28លើ51ជាចំឡើយអញ្ចឹងគឺប៉ុណ្ណឹងឯងណាអញ្ចឹងដូចជាអត់មានអីបាក់ទេសំខាន់អ្នកនរគ្នាត្រូវចាំផងលើរូបមន្តទាំងអស់ហ្នឹងណាអញ្ចឹងលំហាត់មួយនេះបើសិនជាបងប្អូនទាំងអស់គ្នាបានមើលហើយមានកន្លែងណាផន់ច្រឡំត្រង់ណាឬមិនយល់ត្រង់ណាអ្នកនរគ្នាអាចចូលទៅ comment នៅក្នុង page អាចសួរបានណាអញ្ចឹងលំហាត់មួយនេះក៏សូមបិទបញ្ចប់ត្រឹមប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូបន្ត